bố ơi là bông hiệp trong tôi nhắm cá không bông ngày mai bác không mà bé ao khoa dê nè làm miền ấy bé đây rồi mặc kia nhóm yên đó là bé ao khoa dê បាទជម្រាបសួរសួស្តីអ្នកទាំងអស់គ្នាបាទដោយតែបានគេក្បាលវីដេអូអញ្ចឹងគឺនេះខ្ញុំរៀបចំខ្លួនចេញទៅកម្មវិធីអាពាហ៍ពិពាហ៍មិត្តភក្តិខ្ញុំហើយខ្ញុំជាមនុស្សម្នាក់ដែលអៀនមែនតើខ្ញុំមិនហ៊ានតែងខ្លួនបាក់អាវខ្វះសេទេខ្ញុំខ្មាស់គេនេះលើកទី1ឲ្យម៉ែបខំពេកបាទឥឡូវនិយាយមកដល់បាទរោងកម្មវិធីបាទមកដល់រោងជ័យបាទមិត្តភក្តិហើយទីទៀតខ្ញុំនឹងធ្វើដំណើរទៅកាន់ក្នុងរោងជ័យបាទដើម្បីផឹកស៊ីហើយខ្ញុំជាភ្ញៀវម្នាក់បងប្អូនភ្ញៀវម្នាក់ដែលមករៀងក្រោយគេរៀងឡែតតិចហើយដោយសារគេញ៉ាំម៉ោង11 12ញ៉ាំពេលថ្ងៃខ្ញុំមកឡើងម៉ោង1ជាងឡើយទីទៀតកូនកំមុំចេញមកទទួលស្វាគមន៍ខាងកូនកន្លោតនៅទេទៅណាបាត់ហើយហើយនេះអ្នកកដល់3នាក់នេះសិនដាក់ភូមិខ្ញុំបងប្អូនខ្ញុំឯងស្វាគមន៍ខ្ញុំយ៉ាងកក់ក្ដៅហ្មងឯងពីនេះភ្លោះបងប្អូនសង្ហាដូចគ្នាបាទហើយខ្ញុំខាងស្រីអត់សូវស្គាល់ទេព្រោះយើងស្គាល់ទៅខាងប្រុសយើងមិត្តភក្តិខាងប្រុសហើយមកដល់មកចូលដល់ក្នុងរូងមិនដឹងថាមនុស្សគេឡើងណែនបន្ទាប់មកកូនកន្លោះលេងដាក់តុកខ្ញុំដាក់មកមើលភ្ញៀវខ្ញុំនេះធីមខ្ញុំធីមក្នុងតុកហ្នឹងគឺសិតតែប្រុសសុទ្ធអត់មានខាងបងសុភីនារីទេមកដល់លោកហើយមកក្រោយគេផងកូនកន្លោះថាមើលសេរីហេរិតមួយមើលបងប្អូនហើយធ្វើបាបខ្ញុំដល់បងហ្នឹងហើយកន្លែងនេះអ្នកគ្រូគាត់មិត្តភក្តិរបស់កូនកំមុំហើយគាត់ប្រាប់ថាកូនកន្លោះថ្ងៃនេះមាន2ហើយកូនកន្លោះមាន2ទេសារពាក់អាកវ៉ាសេដូចគ្នាហើយអ្នកភូមិក៏បាបដែរហើយតុកនេះគឺជាតុករបស់អ្នកភូមិខ្ញុំនិងបងខ្ញុំបាទនេះតុកអ្នកភូមិខ្ញុំអ្នកចិត្តផ្ទះទេស្រាប់ជាខាងកូនកន្លោះហើយបាទហើយរឿងដែលហូចចិត្តនេះមិត្តភក្តិខ្ញុំម្នាក់នេះគាត់ធ្វើការនៅពោធិ៍សាត់ហើយខ្ញុំនៅពោធិ៍សាត់ដូចគ្នាប៉ុន្តែគ្រាន់តែយើងខុសស្រុកហើយណាត់ជួបគ្នាមិនដែលបានជួបសោះនៅខេត្តមួយគ្នាទេប៉ុន្តែដល់ពេលមកជួបនៅក្នុងរោងបាទរោងការណែឃើញជួបដោយចៃដន្យដោយសារអីគាត់ជាបងប្អូនខាងកូនកំមុំមកខ្ញុំមិត្តភក្តិខាងកូនកន្លោះផែនដីមូលមែនវិលចុះវិលឡើងជួបទៅសាច់ឯងវីដេអូក៏ដល់ទីបញ្ចប់ដែរអរគុណសម្រាប់ការចូលរួមទស្សនាបាយបាយជម្រាបលា